តាមពិតហើយស៊ុបគោអត់បាក់ធ្វើទេឲ្យតែយើងដឹងពីរបៀបធ្វើគឺងាយមែនតើជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើស៊ុបគោញ៉ាំហើយឆ្លៀតដាក់មីដាក់អីដូចស៊ុបនៅសាលាបឋមអញ្ចឹងហើយនេះខ្ញុំមកបង្ហាញពីបន្លែមានល្ហុងការ៉ុតខ្ទឹមក្រហមខ្ទឹមបារាំងដេងស្លឹកក្រូចសើចខ្ទឹមសគល់ក្រៃហើយស៊ុបថ្ងៃនេះអត់មានឆ្អឹងទេខ្ញុំប្រើជាសាច់វិញហើយស៊ុបមួយឆ្នាំនេះខ្ញុំប្រើបន្លែប៉ុណ្ណឹងឯងហើយជាដំបូងនោះខ្ញុំយកខ្ទឹមសខ្ទឹមក្រហមគល់ក្រៃយើងហ្នឹងខ្ទឹមបារាំងហ្នឹងយកទៅលីងវាឲ្យខ្លោចឲ្យក្រៀមសម្រាប់អ្នកខ្លះគាត់អាចយកទៅដុតដែរតែខ្ញុំសុំលីងវិញហើយសម្រាប់សាច់ខ្ញុំយកមកស្រុះទឹកក្តៅម្សៅសិនសម្រាប់គ្រឿងក្រៅយើងត្រៀមអស់ហើយអញ្ចឹងយើងដាក់ឆ្នាំងមកយើងធ្វើស៊ុបតែម្ដងបន្ទាប់ពីឆ្នាំងក្តៅយើងដាក់ខ្លាញ់ទៅកន្លែងនេះខ្ញុំដាក់អត់ប្រយ័ត្នអូខ្ទាតត្រូវដៃយើងលីងវាឲ្យឈ្ងុយបន្តិចមកបន្ទាប់មកយើងដាក់សាច់ចូលហើយកូរវាឲ្យសព្វបន្ទាប់មកយើងរំងាស់វាដើម្បីវាចេញទឹកប្រៃពីសាច់ណាសម្រាប់ខ្ញុំគឺបើកភ្លើងតិចតិចគេដើម្បីឲ្យសាច់នឹងវារីងដើម្បីឲ្យទឹកដែលចេញពីសាច់នឹងវារីងម្សៅសិនទើបខ្ញុំថែមទឹកយកតែម្ដងហើយខ្ញុំថែមទឹកចំនួន2កូនចានធំៗនេះឯងបន្ទាប់ពីថែមទឹកហើយស៊ុបយើងពុះណាបន្ទាប់ពីពុះឲ្យវាពុះខ្លាំងអញ្ចឹងហើយចាំយើងបន្ថយភ្លើងប៉ុន្តែហើយកុំភ្លេចស្រង់ពពុះនឹងចេញផងព្រោះឲ្យដើម្បីធ្វើឲ្យទឹកស៊ុបរបស់យើងថ្លាបន្ទាប់មកយើងដាក់គ្រឿងផ្សំខ្ញុំដាក់ទឹកត្រី1ស្លាបព្រាអំបិលបន្តិចហើយនឹងស្ករសហើយចុងក្រោយគឺប៊ីចេងសម្រាប់គ្រឿងផ្សំយើងអាចថែមថយពេលក្រោយបានប៉ុន្តែបើយើងងាស់ស៊ុបអញ្ចឹងវាចេញជាតិពីសាច់ក៏ដូចជាល្ហុងមកគឺឆ្ងាញ់ហ្មងយើងថែមគ្រឿងតែបន្តិចក៏មានជាតិដែរហើយកុំភ្លេចស្រង់ខ្ទឹមក្រហមខ្ទឹមសគល់ក្រែដែលយើងដុតមុននឹងចេញផងដើម្បីទឹកស៊ុបយើងថ្លាបើសិនជាយើងមានពេលច្រើនណាយើងអាចងាស់ឲ្យល្ហុងនឹងផុយជាងនឹងក៏បានដែរគឺកាន់តែឆ្ងាញ់តែខ្ញុំបានងាស់យូរប៉ុនពេកអីទេដោយសារតែខ្ញុំធ្វើភ្លាមញ៉ាំភ្លាមហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងទេអរគុណ